សម្រាប់កម្ពុជាមិនអាចសាបសូន្យក្តីស្រឡាញ់សម្រាប់កម្ពុជាត្រូវរួមគ្នាថែរក្សាកសាងរំលឹកឲ្យញឹកញាប់និងបង្ហាញឲ្យច្រើននិយាយឲ្យលីឲ្យដូនតាយើងបានស្ដាប់ឲ្យមិត្តបរទេសយល់ពីជំរឿននៃក្តីស្រឡាញ់និងមោទនភាពរបស់ខ្មែរសម្រាប់អ្វីដែលខ្មែរមានសម្រាប់បូរណភាពទឹកដីនិងអធិបតេយ្យរបស់យើងទាំងអស់គ្នា